ដោយអនុលោមតាមស្មារតីនៃក្រមរដ្ឋវិនីគេឃើញមានប្រព័ន្ធទ្រព្យសម្បត្តិរបស់សហព័ន្ធចំនួន2ពោលគឺនៅក្នុងមាត្រា969នៃក្រមរដ្ឋវិនីបានចែងអំពីប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យានិងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ចឹងដូចម្តេចដែលហៅថាប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យាហើយដូចម្តេចដែលហៅថាប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ចាប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យានេះគឺមានន័យថាក្នុងករណីដែលសហព័ន្ធនឹងមានន័យថាប្តីប្រពន្ធបានព្រមព្រៀងគ្នាធ្វើកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធហើយប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់នេះមានន័យថាក្នុងករណីដែលសហព័ន្ធមិនបានធ្វើកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធតែយ៉ាងណាមិញនៅក្នុងប្រធានបទនេះខ្ញុំធ្វើការលើកឡើងតែពីប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់តែប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់នេះគឺកំណត់ទៅលើទ្រព្យសកម្មនិងទ្រព្យអកម្មរបស់សហព័ន្ធយ៉ាងណាមិញប្រព័ន្ធទ្រព្យសម្បត្តិសកម្មរបស់សហព័ន្ធនេះគឺសំដៅទៅលើទ្រព្យសម្បត្តិរួមនិងទ្រព្យសម្បត្តិដោយឡែកដែលនឹងត្រូវធ្វើការបកស្រាយនិងសិក្សាដូចតទៅនេះអញ្ចឹងទ្រព្យសម្បត្តិដោយឡែកនេះតើច្បាប់កំណត់ថាទ្រព្យសម្បត្តិណាជាទ្រព្យសម្បត្តិដោយឡែកហើយទ្រព្យសម្បត្តិណាជាទ្រព្យសម្បត្តិរួមរបស់សហព័ន្ធយោងតាមអត្ថន័យនៃមាត្រា972នៃក្រមរដ្ឋវិនីបានរៀបរាប់អំពីទ្រព្យសម្បត្តិដែលច្បាប់ចាត់ទុកថាជាទ្រព្យសម្បត្តិដោយឡែករបស់សហព័ន្ធដែលក្នុងនោះរួមមានដូចជាទ្រព្យសម្បត្តិដែលសហព័ន្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ទ្រព្យសម្បត្តិដែលសហព័ន្ធទទួលបានដោយប្រទានកម្មសន្តតិកម្មឬអចលនទាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍និងទ្រព្យសម្បត្តិដែលជាតម្លៃតបទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិមានមុនពេលរៀបអាពាហ៍ពិពាហ៍ឬទ្រព្យសម្បត្តិដែលទទួលបានដោយប្រទានកម្មសន្តតិកម្មឬអចលនទានក្នុងអំឡុងពេលមានចំណងអាពាហ៍ពិពាហ៍ទ្រព្យសម្បត្តិដែលសហព័ន្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍គឺជាទ្រព្យដោយឡែកឧទាហរណ៍ថាលោកក៏បានទិញរថយន្តមួយគ្រឿងនៅឆ្នាំ2012ហើយនៅឆ្នាំ2013លោកក៏បានរៀបអាពាហ៍ពិពាហ៍និងចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រីខដូច្នេះរថយន្តខាងលើនេះគឺជារថយន្តរបស់លោកកពីព្រោះថាលោកកបានទិញរថយន្តនេះនៅមុនពេលដែលលោកករៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រីខដូច្នេះទ្រព្យនេះគឺមិនមែនជាទ្រព្យរបស់លោកស្រីខទេគឺជាទ្រព្យដោយឡែករបស់លោកកចំពោះទ្រព្យសម្បត្តិដែលសហព័ន្ធទទួលបានដោយប្រទានកម្មឬសន្តតិកម្មឬអចលនទាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍គឺជាទ្រព្យដោយឡែកពាក្យថាប្រទានកម្មនេះគឺមានន័យថាភាគីម្ខាងផ្ដល់ឲ្យទៅភាគីម្ខាងទៀតមានន័យថាផ្ដល់នៅទ្រព្យសម្បត្តិឲ្យភាគីម្ខាងទៀតដែលមិនយកថ្លៃហើយភាគីម្ខាងទៀតនោះគឺបានទទួលយកនៅទ្រព្យសម្បត្តិនោះចំណែកឯសន្តតិកម្មមានន័យថាជាការផ្ទេរនៅសិទ្ធិនិងករណីកិច្ចរបស់មេតកជនទៅឲ្យសន្តតិជនម្នាក់ឬក៏ច្រើនអ្នកតាមឆន្ទៈឬក៏តាមច្បាប់ចំណែកឯពាក្យថាអចលនទានគឺជាប្រទានកម្មដែលម្ចាស់បណ្ដាំធ្វើឲ្យទៅមនុស្សម្នាក់ឬច្រើនអ្នកនៅទ្រព្យសម្បត្តិទាំងអស់ឬមួយផ្នែកដែលកំណត់ទៅតាមភាគឬក៏នៅទ្រព្យសម្បត្តិជាក់លាក់ណាមួយតាមមេតកសាស្ត្រឧទាហរណ៍ទ្រព្យសម្បត្តិដែលសហព័ន្ធទទួលបានដោយប្រទានកម្មឧទាហរណ៍ថាក្រោយពីរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រីខបានប្រហែលជាមួយខែកន្លងផុតទៅម្ដាយរបស់លោកក៏បានប្រគល់ផ្ទះមួយល្វែងឲ្យទៅលោកកក្នុងករណីបែបនេះទោះបីជាប្រទានកម្មបានធ្វើឡើងក្នុងអំឡុងពេលដែលលោកកកំពុងតែមានចំណងអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រីខក៏ដោយក៏ផ្ទះមួយល្វែងនេះត្រូវចាត់ទុកជាទ្រព្យសម្បត្តិដោយឡែករបស់លោកកដែរឧទាហរណ៍ករណីទ្រព្យសម្បត្តិដោយឡែកដែលទទួលបានដោយសន្តតិកម្មនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ឧទាហរណ៍ថាក្រោយពីរៀបការជាមួយនឹងលោកស្រីខបានប្រហែលជាមួយខែឪពុករបស់លោកក៏បានស្លាប់បាត់បង់ជីវិតក្នុងករណីបែបនេះគឺមានតែលោកកប៉ុណ្ណោះដែលជាសន្តតិជនគឺជាអ្នកដែលទទួលសិទ្ធិនៅសន្តតិកម្មឬក៏មរតករបស់ឪពុករបស់គាត់ចំណែកឯលោកស្រីខវិញមិនមែនជាសន្តតិជនទេតាមច្បាប់ស្តីពីសន្តតិកម្មឧបមាថាក្នុងនាមជាសន្តតិជនលោកក៏ទទួលបានមរតកពីឪពុកនៅដីមួយកន្លែងនិងប្រាក់ចំនួន$10,000ដូច្នេះដីមួយកន្លែងនិងប្រាក់ចំនួន$10,000នេះគឺជាទ្រព្យសម្បត្តិដោយឡែករបស់លោកកទោះបីជាគាត់ទទួលបាននៅក្នុងពេលដែលគាត់បានមានចំណងអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រីខក៏ដោយរីឯទ្រព្យសម្បត្តិដែលសហព័ន្ធទទួលបានដោយអចលនទាននៅក្នុងពេលរៀបអាពាហ៍ពិពាហ៍ឧទាហរណ៍ថាបន្ទាប់ពីរៀបការជាមួយនឹងលោកស្រីខបានប្រហែលជាមួយឆ្នាំកន្លងផុតទៅឪពុករបស់លោកកនឹងក៏បានស្លាប់បាត់បង់ជីវិត
ហើយគាត់ក៏បានបន្សល់ទុកនៅបណ្ដាំដែលជាមេត្តកសាសន៍មួយច្បាប់ដែលមានខ្លឹមសារថាប្រគល់រថយន្តមួយគ្រឿងម៉ាក Toyota ទៅឲ្យលោកកក្នុងករណីដូចនេះមានន័យថារថយន្តមួយគ្រឿងនេះគឺជាអចលនទានដែលឪពុករបស់លោកកនឹងបានប្រគល់ទៅឲ្យលោកកទោះបីជាលោកកទទួលបានរថយន្តនេះនៅក្នុងអំឡុងពេលដែលគាត់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រីខក៏ដោយក៏រថយន្តខាងលើនេះត្រូវចាត់ទុកជាទ្រព្យសម្បត្តិដោយឡែករបស់លោកកចំណែកឯឧទាហរណ៍ទ្រព្យសម្បត្តិដែលជាតម្លៃតបទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិមុនពេលរៀបអាពាហ៍ពិពាហ៍ឬទ្រព្យសម្បត្តិដែលទទួលបានដោយប្រទានកម្មសន្តតិកម្មអចលនទាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ឧទាហរណ៍ថាមុនពេលរៀបអាពាហ៍ពិពាហ៍លោកកមានរថយន្តមួយគ្រឿងជាគោលការណ៍រថយន្តនេះគឺជាទ្រព្យសម្បត្តិដោយឡែករបស់លោកកប៉ុន្តែក្រោយពីបានរៀបការជាមួយនឹងលោកស្រីខរួចមកលោកកក៏បានលក់រថយន្តនោះក្នុងតម្លៃ$10,000ទោះជាយ៉ាងណាក៏ដោយប្រាក់ដែលជាចំនួន$10,000នេះគឺជាតម្លៃតបនៃទ្រព្យសម្បត្តិដោយឡែករបស់លោកកទ្រព្យសម្បត្តិរួមរបស់សហព័ន្ធគឺជាទ្រព្យសម្បត្តិដែលសំដៅទៅលើទ្រព្យសម្បត្តិប្តីប្រពន្ធទាំងសងខាងឬប្តីប្រពន្ធតែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍យោងតាមមាត្រា973នៃក្រមរដ្ឋប្បវេណីដូច្នេះទ្រព្យសម្បត្តិរួមរបស់សហព័ន្ធនេះមានដូចជាប្រាក់ចំណូលពីការងាររបស់សហព័ន្ធម្នាក់ៗដូចជាប្រាក់បៀវត្សជាដើមដូចជាផលដែលទទួលបានមកពីថ្លៃជួលអគារថ្លៃជួលដីថ្លៃអាជីវកម្មការរកស៊ីផ្សេងៗដែលមាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍គឺជាទ្រព្យរួមឧទាហរណ៍ថាលោកខមានផ្ទះមួយល្វែងដែលជាទ្រព្យសម្បត្តិដោយឡែករបស់គាត់ហើយគាត់បានជួលផ្ទះនេះឲ្យទៅអ្នកដទៃដោយទទួលបានប្រាក់ឈ្នួលចំនួន$2,000ក្នុងមួយខែលុះឈានចូលដល់ឆ្នាំ2013លោកខក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រីក៏នឹងបានចុះសមុទ្រអាពាហ៍ពិពាហ៍ក្នុងន័យនេះប្រាក់ឈ្នួលដែលទទួលបានពីការជួលគឺជាទ្រព្យរួមរបស់សហព័ន្ធ